គីលំនៅស្ថានមួយកន្លែងនៅក្នុងរដ្ឋធានីកាប៊ុលរងនៅការខូចខាតយ៉ាងដំណំបន្ទាប់ពីមន្ត្រីអាកាសគីស្ថានបានអះអាងថានោះគឺជាការវាយប្រហារតាមអាកាសដោយយន្តហោះគ្មានមនុស្សបើករបស់ប៉ាគីស្ថាននៅថ្ងៃប្រហ័សការវាយប្រហារនេះបានកើតឡើងអំឡុងមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអាហ្គានីស្ថាននិងប៉ាគីស្ថានអ្នកស្រុកមួយរូបបាននិយាយថាខ្លួនគេមិនមានរបួសនោះទេប៉ុន្តែអ្នកខ្លះទៀតរងរបួសហើយអ្នកខ្លះទៀតក៏បានបាត់បង់អាយុជីវិតជុំវិញស្ថានភាពនេះក្រុមតាលីបង់និយាយថាប៉ាគីស្ថានបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន2លើកក្នុងទីក្រុងកាប៊ុលដោយកាត់ឡើងភ្លាមបន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់ក្នុងនោះប៉ាគីស្ថានមិនបានផ្ដល់ការឆ្លើយតបជាផ្លូវការណាមួយនៅឡើយទេគួររំលឹកថាការប៉ះទង្គិចគ្នានៅតាមព្រំដែននាពេលថ្មីនេះរវាងប្រទេសទាំងពីរបានសម្លាប់មនុស្សលើសពី18នាក់និងអ្នករបួសជាង360នាក់ភាគីទាំងពីរបានព្យាយាមចោទប្រកាន់គ្នាទៅវិញទៅមកថាបំពានបទឈប់បាញ់ខណៈការសម្រុះសម្រួលគ្នាដោយកាតានិងអារ៉ាប៊ីសាអូឌីតបាននាំមកនៅបទឈប់បាញ់ថ្មីរយៈពេល48ម៉ោង